Siêu hoaបំបាក់ជើងឯងមកខាងគឺយើងបានសម្រាប់តោឯងហើយឯងគួរតែអរគុណយើងនៅក្មេងបែរជាមានចិត្តលុកលន់ព្រៃផ្សៃពេលអនាគតទៅជាយ៉ាងណាបើទុកនាងនេះនៅក្នុងផ្ទះពិតជាធ្វើឲ្យពួកយើងពិបាកហើយបោះគេចេញពីគ្រួសារស្រាភ្លាមទៅចាំមើលអ្នកណាហ៊ានមិញទី2បើពាក់បារម្ភមានឋានៈខ្ពង់ខ្ពស់គ្មានអ្នកណាអាចប្រៀបបាននោះឡើយ នាងមិននឹងអាចជាបព្វបរោះស្អីនោះបព្វបរោះគឺជាទេពធីតាជីងអូដែលមានយុទ្ធសាស្ត្រខ្លាំងពូកែមិនអាចប្រៀបបានមិនក៏អាចជាមនុស្សជើងខ្លាំងបែបនេះ អ្នកប្រុសតូចគ្រួសារសែននិយាយមិនខុសទេទេពធីតាជីងអូគឺគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅលើលោកនេះមានអាយុស្មើនឹងមេឃនឹងដីមិននឹងអាចជាក្មេងពិការនេះបានទៅខ្លាយមិនឡំទេ បើសិនជាគេជាទេពធីតាជីងអូមែនអញ្ចឹងខ្ញុំជាព្រះអិនហើយ ទេពធីតាជីងអូគឺជាទេវតាដែលមានគ្រួសារស្រាយើងគ្រប់បូជាសភាពរបស់នាងគឺមិនអាចនោះឡើយមិនក៏អាចជាក្មេងពិការម្នាក់នេះឈិងសៀតើឯងវង្វេងវង្វាត់ហើយមែនទេអ្នកមានទី2ខ្ញុំឮសំឡេងស្រែកលោឡាអីតាំងពីចម្ងាយនឹងតើជាអេរិយាបថស្អីទៅអ្នកម៉ៅទីបំផុតមកដល់ហើយជើងរបស់សៀវហោះត្រូវគេវាយបាក់ហើយអ្នកណាថ្លើមធំម្លេះហ៊ានប៉ះពាល់អាចារ្យទួរបស់ជើងផង និយាយទួតគឺគេកូនដូចលេខរបស់មនុស្សឈួតនោះ ពិតជាមនុស្សមុខមាត់ស្តៀងនឹងឆាំងអ៊ីឈិនមែនឯងជាអ្នកវាយបំបាក់ជើងចៅទួរបស់ជើងមែនទេលោកជីងគាត់គឺជាទេពធីតាជីងអូដែលគ្រួសាររបស់ជើងគ្រប់បូជាហុយទេពធីតាឈួតចូលស្អីសែឈិងសៀឯងវង្វេងវត្តដោយតាឯងចឹងកូនប្រុសឯងត្រូវពិការម្នាក់ហើយឯងនៅមកការពារគេទៀតសៀវហោះមករបស់ឯងគ្មានហេតុផលយាយទួតជាអ្នកទទួលខុសត្រូវឯង ខ្ញុំចង់ឲ្យគេលុតជង្គង់អន់ក្បាលសំទោសខ្ញុំបន្ទាប់មកវាចេញពីគ្រួសារសែននេះ ធ្វើតាមបញ្ជារបស់សៀវហោះប្រាប់ នៅលើលោកនេះតើអ្នកណាអាចទទួលការលុតជង្គង់ពីទេពធីតាជីងអូបានទេ នៅក្មេងចាស់ អ្នកដែលគាត់មានបញ្ហាសង្វាលាបលេខខស្បែកខ្មៅក្រាស់ក្រិនស្បែកស្ងួតអូយលាបទៅសញាក់ខ្ញុំតានេះអត់មានជាតិកាត់ទេណាលាបទៅកាន់តែលាបស្បែកកាន់តែសស្អាតបងប្អូនខាទូចនេះគេវីតាមីនបបកសបងប្អូនបុកទៅសឈ្នះសលឿនហើយសបែបក្រាស់សបែបមានសំណើមបងប្អូនប្រើអ្នកដែលគាត់ប្រើលេមានជាតិកាត់កន្លងមកបែកសង្វាខូចស្បែកស្ដាំស្បែកអីប្រើទៅណានេះមើលសាច់លេឃើញហើយចង់លាបសាច់លេស្វាយ SCI Premium នេះគឺបងប្អូនលាបប្រហែលចូលក៏ចូលដែរណាចូលដាក់ចូលនេះខ្ញុំឲ្យបងប្អូនមើលសាច់លេអូនិយាយទៅស្រួលលាបខ្លាំងមែនតើបងប្អូននេះខ្ញុំថតកាមេរ៉ាបែប original បងប្អូនណាចាគឺលក្ខណៈថាសាច់ចេញមកបែបខ្ចីញញតែម្ដងណានេះខ្ញុំដាក់ចូលវីតាមីនមកកំប៉ុងឲ្យបងប្អូនចង់សលឿនដាក់មកកំប៉ុងចូលទៅកាន់តែសខ្លាំងមែនតើវីតាមីនបបកសមកកំប៉ុងតាមបន្លែបងប្អូនលេស្វាយមកកំប៉ុងតាម$20ទេចាយកកាន់តែត្រូវតម្លៃកាន់ពិសេសបងប្អូនគឺលក្ខណៈថាប្រើទៅអត់ខកចិត្តទេណាសម្រាប់លេស្វាយនេះអ្នកបកាយខ្លួនវិញហើយលាបបានទាំងព្រឹកទាំងយប់ទាំងថ្ងៃគឺលាបបានគ្រប់ពេលអ្នកគាត់ចង់សមកទៅស្បែកមានសុខភាពល្អអីចាគាត់តែចង់ជាបានស្បែកស្ងួតសង្វាឲ្យខ្មៅអីគឺប្រើតែលេស្វាយបានតែបើអ្នកចង់សលឿនខ្លាំងគឺបបកវីតាមីនចូលមកកំប៉ុងទៅសញាក់វីតាមីន បានទេ នៅក្មេងយ៉ាងនេះបែរជាមានចរិតក្អេងក្អាងនៅហ៊ានបន្លំខ្លួនជាទេពធីតាជីងអ៊ូទៀតថ្ងៃនេះឯងលុតជង្គង់ត្រូវតែលុតមិនចង់លុតក៏ឯងត្រូវតែលុតដែរនៅឈរភ្លឹកដល់ណាទៀតមិនឆាប់ទៅឲ្យគេលុតជង្គង់ទៅ គ្រួសារសែរបស់ពួកឯងលែងចង់រស់ហើយអូយនេះអូយនេះអូយនេះតើមានរឿងអីកើតឡើងរញ្ជួយដីប្រកាសជារញ្ជួយដីហើយអ្វីដែលយើងសួរតើនោះជានេះបានយ៉ាងម៉េច គ្រួសារសែរបស់ពួកឯងក្អេងក្អាងគ្មានសិលធម៌ផ្លេចពីដើមកំណើតខ្លួនឯងក្បត់នឹងសច្ចធម៌ផ្ករន្ទះលើកទី1ធ្លាក់ចុះមកអ្នកមាននាំទ្រព្យចេញពីទីនេះគ្រួសារសែពួកឯងលែងមានទ្រព្យចូលទៀតហើយនាងក្មេងចង្រៃឯងនេះមិននឹងអាចឲ្យអ្នកមាសចេញបានទៅបាញ់មិញនេះនាងប្រកាសជាប្រើល្បិចអីឲ្យពួកយើងមានការសម័យហើយ ត្រូវហើយនាងក្មេងពីការចង្រៃឯងនេះចេះតែប្រើល្បិចបន្តិចបន្តួចចង់មកបោកប្រាស់ពួកយើងអ្នកចំនួនមុនគ្រួសារសៀនិយាយថាដីផ្ទះរបស់គ្រួសារសៀមាននាគមាសនាំទ្រព្យមួយការពារតែមិញនេះបានឃើញច្បាស់ណាស់ថារូបសំណាកបានបញ្ចេញពណ៌ក្រហមខ្លាចតែការដោយសារតែមិនគោរពគេទើបធ្វើឲ្យទេពធីតាខឹងទើបមិញនេះបានធ្វើការពិន័យចូលមកនៅមិនឆាប់ចាប់គេឲ្យលុតជង្គង់ចុះនៅចំពោះមុខរូបសំណាកទៀត ជារូបសំណាកដេញម្ដងក៏ហ៊ានធ្វើឲ្យហូបព្រំដែនទៀត មើលរូបសំណាកព្រះបៃហើយ រន្ទះបាញ់លើកទី2បានធ្លាក់ចុះមកហើយគ្រួសារសែននឹងបាត់បង់ការការពារពីទេវតាហើយ ឯងពិតជាថ្លើមធំណាស់បែរជាហ៊ានធ្វើឲ្យទេពធីតាខឹងធ្វើឲ្យទេពធីតាទម្លាក់រន្ទះបាញ់ជាលើកទី2ក្មេងស្រីដែលមិនស្ដាប់បង្គាប់មិននឹងអាចចូលផ្ទះគ្រួសារសែបានពេលនេះលុបពិធីមង្គលការចោលទៅឲ្យគេនៅឪពុកម្ដាយអត់បានការរបស់គេចេញពីផ្ទះរបស់យើងអ្នកម៉ាមុនលុបពិធីមង្គលការនេះត្រូវឲ្យអាឆ្កួតម្នាក់នោះយកទ្រព្យសម្បត្តិទាំងអស់ឲ្យយើងមិនបានទេខ្ញុំមិនចេះព្រមសែឈិងសៀឯងស្មានថារៀបការដើម្បីយកលៀបនេះអាចជួយតាកាចានោះបានទេមើលទៅគេអាចរកបានប្រមាណថ្ងៃទៀតជាងត្រៀមបញ្ឈូទុកឲ្យ យើងនៅមិនទាន់ស្លាប់ទេ
លោកតាទីបំផុតលោកតាដឹងខ្លួនហើយអតាកាចាស់នេះមិនក៏ដឹងខ្លួនវិញគេបានផឹកថ្នាំរបស់លោកអាចារ្យសៀនសាទៅហើយមិនក៏ដឹងខ្លួនវិញ មានដីជាសាស័យសៀវភៅជីវិតគឺជាកងត្រាមានការផ្សារជាប់ វីតាមីនសនេះអូយលៀបសលឿនខ្លាំងមែនតើកាលមកសម្រាប់កូនហើយបុកវីតាមីនដាក់ទូចនេះមានបុកមកកំប៉ុងចូលទេមកកំប៉ុងធំនេះដាក់ពីកំប៉ុងចូលអូយសលឿនសាហាវមែនតើហ្មងណាចាសម្រាប់លេស្វាយបងប្អូនអ្នកដែលគាត់មានស្បែកស្ងួតចាបីអាចគួយដៃដែលលៀបលេមានទៀតកាត់ច្រើនអីហ្នឹងណាចាបីសង្វាអ្នកដែលគាត់ប្រើលេខុសស្បែកស្ងួតស្បែកបែកទៅស្អីអីផ្សាមកជាពិសេសអ្នកដែលគាត់ឡើងអាចគួយដៃត្រូវទៅដល់ថ្ងៃលៀបលេមានជាតិកាត់អីសាកបានបងប្អូននេះមើលសាច់លេដាក់ចូលមិនបាច់ថាចង់លៀប3 4ជាន់ក៏ចូលដែរហើយលក្ខណៈថាជួយស្បែកយើងមានសំណើមសភ្លឺរបៀបសបែបមានសុខភាពល្អសឆ្វាតហ្មងណាបើបុកវីតាមីននេះចូលទៀតញាក់ខ្លាំងហ្មងហើយលៀបទៅស្បែកងាយប្រតិកម្មយ៉ាងណាក៏លៀបល្អខ្លាំងអត់មានថាប្រើទៅប៉ះពាល់ស្បែកថ្ងៃក្រោយឬក៏បែកសង្វារឬក៏បែកសរសៃអីអត់ទេណាកាន់តែប្រើស្បែកកាន់តែស្អាតកាន់តែប្រើស្បែកកាន់តែស្អាតលៀបទៅណាចូលកន្លែងហ្នឹងនិយាយមែនមើលអូយលៀបទៅឡើងមើលស្បែកនិយាយទៅគឺលក្ខណៈល្អខ្លាំងហ្មងណាចានិយាយទៅអែមខ្លាំងហ្មងបើថាវីតាមីនវិញឈ្ងុយសាហាវហ្មង